ហើយថ្ងៃនេះផងដែរគឺជាការបើកទំព័រថ្មីមួយទៀតហើយរបស់ Clinic More ដែលយើងនឹងមានការប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនៅអត្តសញ្ញាណថ្មីដែលជាការគ្រប់គ្រងក្រោមប្រជាជនខ្មែរ 100% តែម្ដងចា៎ជាមោទនភាពមួយដែលយើងចង់ celebrate ជាមួយនឹងភ្ញៀវកិត្តិយសដែលមានវត្តមានថ្ងៃនេះដោយសារតែអ្នកទាំងអស់គ្នាសុទ្ធសឹងតែជាអ្នកបានចូលរួមចំណែកដ៏សំខាន់ឲ្យ More អាចបន្តដំណើរការយ៉ាងរឹងមាំរហូតដល់សប្តាហ៍ថ្ងៃក្រុមហ៊ុន MC Medical ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់តាំងតែពីចុងឆ្នាំ 2018 ហើយពួកយើងទទួលបានសិទ្ធិអាជ្ញាប័ណ្ណ franchise ស្របច្បាប់ប៉ុន្តែយើងមានម្ចាស់ប្រតិបត្តិការជាជនជាតិខ្មែរនោះគឺនាងខ្ញុំផ្ទាល់និយាយឲ្យសាមញ្ញមានន័យថាខ្ញុំមានក្រុមហ៊ុនហើយខ្ញុំទៅទិញសិទ្ធិប្រើប្រាស់ម៉ាកយីហោក្នុងន័យទទួលបានការ support ពី brand ដែលយើងជួយទុកចិត្តរាប់ជូន3 2 1សូមលើកកែវឡើងចាសូមអបអរសាទរទៅដល់ More ចំពោះអត្តសញ្ញាណថ្មីក៏ដូចជាការ launching collaboration ជាមួយនឹង Rose Food ក៏ដូចជាម៉ាស៊ីនថ្មីទាំងពីរគ្រឿងលើឆាកនេះផងដែរចាគួរបញ្ជាក់ផងដែរថាក្រុមការងារស្ទើរតែជាង 90% នៃ More Clinic គឺសុទ្ធតែជាជនជាតិខ្មែរហើយក្នុងនោះដែរក្រុមការងារដែលជាជនបរទេសរួមទាំងវិជ្ជបណ្ឌិតដែលជាជនជាតិបរទេសក៏សុទ្ធតែត្រូវបានចាត់តាំងហើយស្ថិតនៅក្រោមកងត្រាកិច្ចសន្យាឯករាជ្យជាមួយ MC Medical ផងដែរពេលត្បិតថាការផ្ដាច់ខ្លួនពី franchise នេះវាលំបាកក៏ពិតមែនតែនៅទីបញ្ចប់យើងនៅតែអាចសម្រេចវាទៅបានដោយផ្អែកទៅលើលក្ខខណ្ឌច្បាប់អាជីវកម្មដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធដូចជាក្រសួងពាណិជ្ជកម្មក្រសួងសុខាភិបាលហើយរហូតមកដល់ថ្ងៃនេះទម្រាំដែលយើងហ៊ានធ្វើកម្មវិធីនេះគឺយើងបានសម្រេច 100% ហើយអ្វីដែលពួកយើងមើលឃើញនៅក្នុងនោះគឺវាបានបង្កើតឱកាសឲ្យពួកយើងវិវត្តខ្លួនក្លាយទៅជាម៉ាកយីហោមួយទៅជាម៉ាកយីហោជាតិខ្មែរកើតឡើងដែលពោពេញទៅដោយបទពិសោធន៍ហើយដែលឈ្មោះថ្មីនោះយើងហៅថា More Clinic